សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកយកករណីមួយដែលបានកើតឡើងនៅហុងកុងនៅវត្តមួយដោយសារតែដូនជីដ៏ល្បីឈ្មោះម្នាក់បានយកលុយបរិច្ចាគទាំងអស់ដើម្បីប្រើប្រាស់ជាទ្រព្យសម្បត្តិរបស់ខ្លួនហើយអញ្ចឹងតើគាត់យកទៅធ្វើអ្វីខ្លះអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅតាមដានរឿងនេះទាំងអស់គ្នានៅក្នុងសមាគមពុទ្ធសាសនានៅហុងកុងវត្តប៉ូលីនត្រូវបានគេស្គាល់ជាយូរមកហើយថាជាវត្តដែលមានប្រវត្តិសាស្ត្ររាប់សតវត្សនិងការគោរពយ៉ាងទូលំទូលាយទោះបីជាយ៉ាងណាក៏ដោយនៅក្នុងឆ្នាំ2015ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងដែលធ្វើឲ្យវត្តនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីការត្រួតពិនិត្យជាសាធារណៈស្ត្រីម្នាក់ដែលធ្លាប់បួសនិងស្បត់នៅវត្តប៉ូលីនត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមៗនៅពេលដែលអត្តសញ្ញាណរបស់នាងត្រូវបានលាតត្រដាងភ្លាមប្រព័ន្ធផ្សព្វផ្សាយក៏បានដាក់ឈ្មោះនាងថាជាដូនជីខាងលោកីដោយសារតែអកប្បកិរិយាដែលផ្ទុយស្រឡះពីរូបភាពនៃអ្នកកាន់សាសនាឧបទ្ទហេតុនេះមិនត្រឹមតែមានការភ្ញាក់ផ្អើលនិងហួសចិត្តប៉ុណ្ណោះទេថែមទាំងបានធ្វើឲ្យមានការងឿងឆ្ងល់យ៉ាងខ្លាំងនៅក្នុងចិត្តអ្នកកាន់ព្រះពុទ្ធសាសនានៅថ្ងៃទី14ខែតុលាឆ្នាំ2015ប៉ូលីសហុងកុងបានធ្វើការវាយឆ្មក់ទៅលើផ្ទះវិឡាប្រណិតមួយកន្លែងក្នុងតំបន់ Beverly Hills នៃស្រុកតៃប៉ូវិឡានេះមានតម្លៃ$30 លានហុងកុងប្រហែលជា$3.8 លានអាមេរិកហើយបានបម្រើការជាលំនៅរបស់ Sik Chiding ដែលជាអធិការរបស់វត្តទីងវៃនៅកន្លែងកើតហេតុប៉ូលីសបានចាប់ខ្លួននាងរួមនឹងបុរស2នាក់ផ្សេងទៀតមួយជាព្រះសង្ឃគង់នៅព្រះវិហារនិងម្នាក់ទៀតជាបុរសមកពីចិនដីគោអ្វីដែលគួរឲ្យកត់សម្គាល់នោះថាបុរសទាំងពីរធ្លាប់បានរៀបការជាមួយនឹងអធិការវត្តនេះនាងតែងតែបង្ហាញមុខជាសាធារណៈជាមួយនឹងអកប្បកិរិយាថ្លៃថ្នូរនៃអ្នកកាន់សាសនាតែការពិតនៅពីក្រោយខ្នងគឺខុសគ្នាទាំងស្រុងនាងត្រូវបានគេរកឃើញថាបានរៀបចំអាពាហ៍ពិពាហ៍คล้ายៗចំនួន2ដើម្បីជួយបរិសុទ្ធទាំងនេះខ្លាយបន្លំទទួលបានសិទ្ធិស្នាក់នៅហុងកុងលើពីនេះទៅទៀតនាងបានប្រើលុយបរិច្ចាគដែលអ្នកជឿជាក់លើនាងដើម្បីទិញរបស់ប្រណិតដូចជាកាបូបពីម៉ាកល្បីៗគ្រឿងសម្អាងថ្លៃៗហើយនាងថែមទាំងត្រូវបានគេចាប់បានដោយពាក់សក់ស្លៀកពាក់ខោអាវខ្មៅនិងដើរលេងក្លឹបរាត្រីដោយសម្ងាត់តាមរយៈការស៊ើបអង្កេតប៉ូលីសបានរកឃើញថានាងមិនត្រឹមតែបង្ហាញសញ្ញានៃការរំលោភលើបទបញ្ញត្តិអន្តោប្រវេសន៍ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានកេងប្រវ័ញ្ចថវិការបស់វត្តអស់ជាច្រើនឆ្នាំដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅហួសហេតុរបស់នាងផងដែរជីវិតពិតរបស់នាងគឺផ្ទុយស្រឡះពីរូបភាពនៃអ្នកកាន់សាសនាដែលនាងតែងតែបង្ហាញដល់អ្នកដទៃសកម្មភាពនេះបានបង្កឲ្យមានការផ្ទុះកំហឹងជាសាធារណៈមិនត្រឹមតែធ្វើឲ្យខូចកេរ្តិ៍ឈ្មោះព្រះពុទ្ធសាសនាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ខំឲ្យសង្គមហុងកុងពិចារណាឡើងវិញយ៉ាងហ្មត់ចត់ចំពោះការត្រួតពិនិត្យនិងការគ្រប់គ្រងស្ថាប័នសាសនាមុននឹងចូលទៅកាន់សាច់រឿងបន្តឥឡូវយើងនាំគ្នាទៅស្វែងយល់ពីជីវប្រវត្តិរបស់នាងបន្តិចសិនឈ្មោះពិតរបស់ Sik Chiding គឺ Si Iwin ហើយក្រោយមកក៏បានប្ដូរទៅជា Long Yan Roy ហើយនាងកើតនៅក្នុងទសវត្សរ៍ឆ្នាំ1970ក្នុងគ្រួសារកសិករក្រីក្រនៅតំបន់ជនបទដាច់ស្រយាលនៃខេត្តជីលីនប្រទេសចិនតាំងពីកុមារភាពមកស្ថានភាពគ្រួសាររបស់នាងមានការលំបាកណាស់ពីមួយថ្ងៃទៅមួយថ្ងៃនាងមានតែបបរពោតដើម្បីបំពេញក្រពះរបស់នាងហើយនាងក៏មិនមានលទ្ធភាពទិញអាវសមរម្យដើម្បីរក្សាកម្ដៅក្នុងរដូវរងាដែរនាងឈប់រៀនត្រឹមថ្នាក់មធ្យមសិក្សាហើយស្នាក់នៅផ្ទះដើម្បីជួយឪពុកម្ដាយនាងធ្វើស្រែចម្ការយ៉ាងណាមិញជំរឿចិត្តនារីវ័យក្មេងរូបនេះតែងលួចលាក់សុបិនខុសប្លែកពីគេនៅពេលនោះភូមិទាំងមូលមានទូរទស្សន៍សខ្មៅតែមួយហើយរាល់ពេលដែលរូបភាពនៃទីក្រុងហុងកុងបង្ហាញនៅលើអេក្រង់ជាមួយនឹងអគារខ្ពស់ៗនាងតែងតែអង្គុយនៅមាត់ចង្ក្រានដៃរបស់នាងបន្ថែមអស់ជាលំដាប់ខណៈពេលដែលចិត្តរបស់នាងប្រាប់ខ្លួនឯងដែលស្ងៀមស្ងាត់ថាថ្ងៃណាមួយនាងច្បាស់ជាកិច្ចផុតពីជនបទដាច់ស្រយាលដ៏កំសត់នេះដោយក្លាយជាមនុស្សមានសម្បត្តិនិងល្បីល្បាញដែលពោពេញដោយមាសប្រាក់ដោយមនុស្សដែលនាងបានឃើញលើទូរទស្សន៍ទីបំផុតនៅពេលដែលនាងមានអាយុ26ឆ្នាំនាងបានសម្រេចចិត្តខ្ចប់របស់របរតិចតួចរបស់នាងចាកចេញពីស្រុកកំណើតរបស់នាងហើយឡើងរថភ្លើងឆ្ពោះទៅភាគខាងត្បូងតែម្នាក់ឯងដើម្បីចាប់ផ្ដើមដំណើរទៅកាន់ទីក្រុងហុងកុងដោយសង្ឃឹមថានឹងផ្លាស់ប្ដូរជោគវាសនារបស់នាងនៅឆ្នាំ1993នៅអាយុ26ឆ្នាំ Sik Chiding បានមកដល់ច្រកព្រំដែនតែម្នាក់ឯងដោយកាន់លិខិតអនុញ្ញាតមួយនេះជាលើកទី1របស់នាងនៅទីក្រុងហុងកុងទោះជាយ៉ាងណាក៏ដោយការពិតដ៏ឃោរឃៅបានធ្លាក់មកលើនាងភ្លាមដែលមានការសិក្សាត្រឹមថ្នាក់មធ្យមសិក្សានាងស្ទើរតែមិនអាចរកការងារសមរម្យក្នុងទីក្រុងដ៏អស្ចារ្យនេះបានឡើយថ្ងៃដំបូងរបស់នាងនៅក្នុងទីក្រុងហុងកុងនាងត្រូវរស់នៅក្នុងបន្ទប់ចង្អៀតគ្រប់គ្រាន់សម្រាប់ដេកក្នុងតំបន់សាស៊ូប៉ូដើម្បីរកប្រាក់សម្រាប់ការចំណាយប្រចាំថ្ងៃនាងបានធ្វើការជាអ្នកលាងចាននៅភោជនីយដ្ឋានក្បែរនោះ
ការងារលំបាកវេទនាហើយប្រាក់ខែតិចប៉ុន្តែនាងខំថ្មិញហើយស៊ូទ្រាំភាពលំបាកបានកើតឡើងខណៈពេលដែលនាងមិនអាចនិយាយភាសាចិនកន្តាំងបានទាំងស្រុងនាងត្រូវបានគេមើលងាយមានអតិថិជនម្នាក់បានជះស៊ុបក្តៅៗដាក់ដៃនាងដោយចេតនាបណ្ដាលឲ្យរលាកធ្ងន់ធ្ងរនៅពេលនាងមកដល់ទីក្រុងហុងកុងជាលើកដំបូងនាងបានប្រឈមមុខនឹងបញ្ហាដ៏លំបាកនៃជីវិតនាងមិនអាចនិយាយភាសាកន្តាំងបាននិងមិនមានជំនាញវិជ្ជាជីវៈដែលអាចជួយឲ្យនាងស្វែងរកការងារដែលមានស្ថិរភាពនាងត្រូវតស៊ូជាមួយការងារដោយដៃដោយធ្វើការងារលំបាកគ្រប់យ៉ាងដែលអ្នកដទៃមិនចង់ធ្វើយ៉ាងណាមិញនាងយល់យ៉ាងច្បាស់ថាបើនាងបន្តបែបនេះនាងនឹងមិនអាចឈានទៅមុខបានឡើយអ្វីដែលនាងត្រូវការជាដំបូងគឺការទទួលបានសិទ្ធិរស់នៅស្របច្បាប់ក្នុងទីក្រុងហុងកុងតាមរយៈការណែនាំរបស់មិត្តភ័ក្តិនាងបានសម្រេចចិត្តចុះហត្ថលេខារៀបការជាមួយបុរសក្នុងស្រុកម្នាក់បុរសនេះជាអ្នកបើកឡានកុងតឺន័រឈ្មោះសិនវៃរុងមានអាយុច្រើនជាងនាង20ឆ្នាំអាពាហ៍ពិពាហ៍នេះមានរយៈពេល7ឆ្នាំហើយនៅឆ្នាំ2000ទីបំផុតនាងទទួលបានស្នាក់នៅអចិន្ត្រៃយ៍របស់ហុងកុងទោះជាយ៉ាងណាក៏ដោយតាំងពីដើមដំបូងមកអាពាហ៍ពិពាហ៍នេះគ្រាន់តែជាការរៀបចំដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមកដោយគ្មានអារម្មណ៍ពិតពាក់ព័ន្ធនោះទេបន្ទាប់ពីរៀបការរួចអ្នកទាំងពីរបានរស់នៅដាច់ដោយឡែកពីគ្នាទំនាក់ទំនងរបស់ពួកគេមានតែនៅលើក្រដាសតែប៉ុណ្ណោះនៅពេលដែលនាងបានអត្តសញ្ញាណប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ហុងកុងនៅក្នុងដៃហើយនាងបានដាក់ពាក្យលែងលះភ្លាមៗដោយមិនស្ទាក់ស្ទើរអ្វីឡើយនាងចង់បញ្ចប់ទំនាក់ទំនងនេះដោយរលូននាងថែមទាំងចេញថ្លៃដោះស្រាយជូនអតីតស្វាមីទៀតផងទោះបីជាយ៉ាងណាក៏ដោយអាពាហ៍ពិពាហ៍ដំបូងនេះបានកត់សម្គាល់នៅចំណុចរបត់ដ៏សំខាន់មួយនៅក្នុងជីវិតរបស់នាងហើយបានចាក់គ្រឹះសម្រាប់ការផ្លាស់ប្ដូរអត្តសញ្ញាណជាបន្តបន្ទាប់របស់នាងទោះជាយ៉ាងណាក៏ដោយដោយសារតែអាពាហ៍ពិពាហ៍នេះមិនមានកំណត់ត្រាផ្លូវការត្រូវបានរក្សាទុកនៅខាងហុងកុងហើយច្រើនឆ្នាំបានកន្លងផុតទៅការពិតជាក់ស្ដែងឥឡូវនេះពិបាកនឹងផ្ទៀងផ្ទាត់ណាស់ក្នុងថ្ងៃមួយនាងបានជួបជាមួយបងប្អូនជនរួមជាតិជាច្រើនអ្នកមកពីភាគឦសាននៃប្រទេសចិនតាមរយៈការសន្ទនាជាមួយពួកគេនាងបានដឹងពីព័ត៌មានដែលទាក់ទាញចំណាប់អារម្មណ៍របស់នាងយ៉ាងខ្លាំងនោះគឺជាការបួសជាព្រះសង្ឃដែលមិនតម្រូវឲ្យមានការអប់រំខ្ពស់ឬលិខិតបញ្ជាក់ការសិក្សានោះទេជាងនេះទៅទៀតវត្តអារាមមិនត្រឹមតែផ្ដល់បន្ទប់និងអាហារដោយឥតគិតថ្លៃប៉ុណ្ណោះទេប៉ុន្តែក៏មានប្រាក់ចំណូលស្ថិរភាពពីការបរិច្ចាគរបស់អ្នកកម្មសាសនាផងដែរសំខាន់បំផុតឋានៈជាអ្នកប្រតិបត្តិសាសនាថែមទាំងទទួលបានការគោរពពីសង្គមផងដែរបន្ទាប់ពីបានថ្លឹងថ្លែងយ៉ាងយកចិត្តទុកដាក់នៅកលតិស័កបច្ចុប្បន្នរបស់នាងប្រឆាំងនឹងផ្លូវខាងមុខក្នុងឆ្នាំ1999នាងបានសម្រេចចិត្តចាប់ផ្ដើមសិក្សាអំពីព្រះពុទ្ធសាសនានាងបានប្រឌិតអំពីប្រវត្តិរបស់នាងដោយធ្វើឲ្យវាពាក់កណ្ដាលពិតនិងពាក់កណ្ដាលមិនពិតដែលស្ដាប់ទៅគួរឲ្យអាណិតបំផុតដើម្បីទទួលបានការអាណិតអាសូរពីមនុស្សគ្រប់គ្នានៅឆ្នាំ2002នាងបានប្ដូរឈ្មោះទៅជាឡុងយ៉ាងរយហើយបានទៅវត្តទីងវៃដើម្បីស្ម័គ្រចិត្តពេញមួយជីវិតរបស់នាងនៅទីនោះនាងហាក់ដូចជាឧស្សាហ៍ព្យាយាមនាងបានធ្វើកិច្ចការដ៏លំបាកបំផុតដែលគ្មានអ្នកណាចង់ធ្វើជារៀងរាល់ថ្ងៃនាងគឺជាអ្នកដំបូងដែលបានមកដល់ព្រះវិហារហើយជាអ្នកចុងក្រោយដែលបានចាកចេញនាងបង្ហាញខ្លួនឯងថាជាមនុស្សឆ្លាតនិងឧស្សាហ៍ព្យាយាមនិងគោរពចំពោះមនុស្សគ្រប់រូបដោយសារតែគុណសម្បត្តិទាំងនេះដែលនាងទទួលបានការពេញចិត្តពីអាចារ្យទី6នៃវត្តប៉ូលីនយ៉ាងឆាប់រហ័សនៅពេលឱកាសមាសកំពុងតែបង្ហាញខ្លួនឯងនាងកាន់តែតាំងចិត្តចាប់យកវាថែមទៀតជារឿយៗនាងបានរកវិធីដើម្បីចូលទៅចិត្តព្រះចៅអធិការដោយប្រើលេសថាចង់ស្វែងយល់បន្ថែមអំពីការបង្រៀនព្រះពុទ្ធសាសនាក្រោយមកដោយសារជំងឺវង្វេងរបស់អធិការកម្ពុជាដែលមានវ័យចំណាស់កាន់តែចាស់ធ្វើឲ្យគាត់ពិបាកក្នុងការផ្លាស់ទីនិងមើលថែខ្លួនគាត់ដូច្នេះនាងបានទទួលយកបន្ទុកក្នុងការមើលថែទាំគាត់ចាប់តាំងពីរៀបចំអាហារប្រចាំថ្ងៃរហូតដល់ការងូតទឹកអនាម័យផ្ទាល់ខ្លួននាងបានធ្វើអ្វីៗគ្រប់យ៉ាងដោយមិនបង្ហាញភាពស្ទាក់ស្ទើរចំពោះភាពកខ្វក់ឬហត់នឿយឡើយទីបំផុតការតស៊ូនិងការប្រឹងប្រែងមិនចេះនឿយហត់របស់នាងពិតជាបានជំរុញទឹកចិត្តព្រះសង្ឃជាន់ខ្ពស់នៅក្នុងព្រះវិហារនោះមែនពួកគេបានឃើញថាស្ត្រីម្នាក់នេះមានការតាំងចិត្តដ៏គួរឲ្យសរសើរនិងចិត្តស្មោះចំពោះព្រះពុទ្ធសាសនានៅឆ្នាំ2002នាងត្រូវបានតែងតាំងជាផ្លូវការដោយកោសក់និងជ្រកកោនក្នុងព្រះពុទ្ធសាសនានាងត្រូវបានផ្ដល់ឯកសារតែងតាំងដោយវត្តហើយបានផ្ដល់ព្រះនាមថា Sik Chiding នៅឆ្នាំដដែលនោះព្រះចៅអធិការវត្តប៉ូលីនក៏សម្រេចលើកដំកើងនិងតែងតាំងព្រះអង្គជាព្រះចៅអធិការវត្តទីងវៃក្នុងរយៈពេលដ៏ខ្លីនាងបានងើបពីអ្នកស្ម័គ្រចិត្តមកកាន់តំណែងខ្ពស់ក្នុងឋានានុក្រមពុទ្ធសាសនាអំឡុងពេលនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងទីក្រុងហុងកុងនាងមានភាពប៉ិនប្រសប់ក្នុងការសាងរូបភាពសាធារណៈសម្រាប់ខ្លួនឯង
នាងបានតាំងខ្លួនជាអ្នកប្រតិបត្តិសាសនាដ៏ខ្ជាប់ខ្ជួនមានឆន្ទៈការពារទឹកដីដ៏បរិសុទ្ធរបស់ព្រះពុទ្ធសាសនាទោះក្នុងតម្លៃណាក៏ដោយស្របពេលដែលអ្នកអភិវឌ្ឍអចលនទ្រព្យបានកំណត់គោលដៅរបស់ពួកគេនៅលើទីតាំងសំខាន់នៃវត្តទីងវ៉ាយពួកគេបានផ្ដល់សំណើទិញអចលនទ្រព្យទាំងមូលក្នុងតម្លៃរាប់រយលានដុល្លារហុងកុងដើម្បីសាងសង់សង្កាត់ពាណិជ្ជកម្មដ៏អ៊ូអរមួយចំនួនវិញទោះជាយ៉ាងណានាងបានបង្ហាញអាកប្បកិរិយារឹងមាំបំផុតនិងបានបដិសេធទាំងស្រុងនៅការផ្ដល់ជូនដោយមិនស្ទាក់ស្ទើរឬរវើរវាយណាមួយឡើយនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយនាងបានប្រកាសថាលុយគ្រាន់តែជាកម្មសិទ្ធិខាងក្រៅដែលគ្មានន័យសម្រាប់ព្រះសង្ឃដូចជានាងនោះទេនាងបាននិយាយថាជាជាងបោះបង់ចោលនៅអត្ថប្រយោជន៍ដ៏ធំសម្បើមនេះនាងនឹងរក្សាទីសក្ការៈដ៏បរិសុទ្ធសម្រាប់សព្វសត្វទាំងអស់សម្រាប់ឲ្យពួកគេមានកន្លែងសម្រាប់ជ្រកកោននាងក៏បានបដិញ្ញាបន្តផ្សព្វផ្សាយព្រះធម៌ទេសនាដើម្បីឲ្យមនុស្សកាន់តែច្រើនទទួលបានអត្ថប្រយោជន៍ពីការត្រាស់ដឹងនិងការបន្សុទ្ធចិត្តដែលពុទ្ធសាសនាផ្ដល់ឲ្យសម្ដីរបស់នាងមើលទៅហាក់ដូចជាថ្លៃថ្នូរនិងបរិសុទ្ធបានប៉ះបេះដូងអ្នកគោរពរាប់មិនអស់នាងមិនត្រឹមតែទទួលបានការគោរពនិងការកោតសរសើរពីមហាជនទូទៅប៉ុណ្ណោះទេប៉ុន្តែថែមទាំងទទួលបានជោគជ័យក្នុងការកសាងរូបភាពបរិសុទ្ធនិងសេចក្តីថ្លៃថ្នូរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដោយសារកេរ្តិ៍ឈ្មោះដែលកំពុងរីកចម្រើននេះនាងមានឱកាសបង្កើតទំនាក់ទំនងជាមួយបុគ្គលល្បីៗនិងមានឥទ្ធិពលជាច្រើននៅក្នុងសង្គមចំនួនអ្នកធ្វើធម្មយាត្រាមកវត្តទីងវ៉ាយដើម្បីថ្វាយធូបនិងអំណោយបានកើនឡើងយ៉ាងច្រើនកកកប៉ុន្តែការពិតគឺខុសគ្នាទាំងស្រុងពីអ្វីដែលនាងបានបង្ហាញនៅខាងក្រៅតាមពិតទៅនាងបានបដិសេធដោយសារតែនាងដឹងច្បាស់ថាប្រសិនបើអ្នកអភិវឌ្ឍអចលនទ្រព្យពិតជាបានទិញដីរបស់វត្តទីងវ៉ាយនេះមែននោះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នោះនឹងត្រូវផ្ទេរទៅក្នុងគណនីរបស់សមាគមព្រះពុទ្ធសាសនាហើយប្រាក់ទាំងនោះនឹងត្រូវប្រើដើម្បីផ្លាស់ប្ដូរនិងកសាងវត្តឡើងវិញនៅទីតាំងផ្សេងៗនៅទីបំផុតប្រាក់នឹងមិនហូរចូលហោប៉ៅផ្ទាល់ខ្លួនរបស់នាងទេលើសពីនេះស្ថានភាពជាក់ស្ដែងនៃវត្តទីងវ៉ាយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះគឺមិនមានភាពចម្រើនខ្លាំងនោះទេវត្តនេះមិនត្រូវបានគេជួសជុលក្នុងរយៈពេលជាង10ឆ្នាំមកហើយផ្សារសក្ការៈកាន់តែទ្រុឌទ្រោមជញ្ជាំងត្រូវបានរលាត់ចេញជាគំរូហើយបរិយាកាសជុំវិញកាន់តែស្ងាត់ជ្រងំពីមួយថ្ងៃទៅមួយថ្ងៃព្រះសង្ឃជាន់ខ្ពស់មួយចំនួនក្នុងសហគមន៍ក្នុងពុទ្ធសាសនាបាននិយាយរិះគន់និងចោទសួរនាងអំពីបញ្ហានេះនាងក៏បានគណនាយ៉ាងយកចិត្តទុកដាក់ថាប្រសិនបើប្រាសាទត្រូវបានផ្លាស់ប្ដូរទីតាំងនិងសាងសង់ឡើងវិញនៅកន្លែងផ្សេងនៅពេលនោះឋានៈនិងអំណាចទាំងអស់ដែលនាងបានសាងយ៉ាងប៉ិនប្រសប់ក្នុងរយៈពេលជាច្រើនឆ្នាំនឹងរលាយបាត់ក្នុងខ្យល់មួយរំពេចវាច្បាស់ណាស់ដោយសារតែការគណនាផលប្រយោជន៍ផ្ទាល់ខ្លួនទាំងនេះទើបនាងសម្រេចចិត្តបដិសេធកិច្ចព្រមព្រៀងដែលរកកម្រៃនោះប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះសកម្មភាពរបស់នាងក្នុងការបដិសេធមិនយកប្រាក់ដើម្បីរក្សាប្រាសាទដោយអចេតនាបានបង្កើតជារូបភាពវិជ្ជមានសម្រាប់នាងនៅក្នុងក្រសែភ្នែកសាធារណជនគ្រប់គ្នាបានគិតថានាងជាអ្នកកាន់សាសនាពិតប្រាកដដោយគ្មានប្រាក់កម្រៃតែងតែប្រកាន់ខ្ជាប់នៅវិន័យដ៏បរិសុទ្ធរបស់ព្រះពុទ្ធសាសនានៅក្នុងក្រសែភ្នែករបស់អ្នកគោរពបូជាជាច្រើនប្រាសាទមួយដែលបានទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលជាច្រើនឆ្នាំមកនេះហើយត្រូវការស្ដារឡើងវិញគឺជាអ្វីដែលមានតម្លៃគួរយកចិត្តទុកដាក់យ៉ាងខ្លាំងពួកគេមានជំនឿថាការជួយដល់ព្រះពុទ្ធសាសនានិងការបរិច្ចាគប្រាក់ជួសជុលប្រាសាទជាបុណ្យដ៏អស្ចារ្យនិងមានអត្ថន័យដោយសារតែការគិតបែបនេះអ្នករាល់គ្នាមានចិត្តសប្បុរសចំពោះប្រាក់របស់ខ្លួនដោយបានបរិច្ចាគយ៉ាងសកម្មដំណឹងល្អធ្វើដំណើរយ៉ាងលឿនហើយអ្នកកាន់សាសនាកាន់តែច្រើនឡើងពីគ្រប់ទិសទីបានលើពីកេរ្តិ៍ឈ្មោះរបស់នាងហើយបានមកវត្តទីងវ៉ាយដើម្បីអួតធូបនិងបូជាក្នុងនោះមានតារាកម្សាន្តហុងកុងដ៏ល្បីឈ្មោះ Marijin Rinmer នៅពេលដែលនាងបានឮរឿងរ៉ាវអំពីរបៀបដែលព្រះសង្ឃស្រីម្នាក់បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការផ្ដល់ជូនរបស់អ្នកអភិវឌ្ឍអចលនទ្រព្យក្នុងការតែងព្រះវិហារបរិសុទ្ធនោះ Marijin Rinmer មានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយបានបង្កើតការគោរពយ៉ាងខ្លាំងចំពោះសង្ឃស្រីម្នាក់នេះនាងបានសម្រេចចិត្តទៅវត្តទីងវ៉ាយដើម្បីអុជធូបបូជានិងជួបមុខជាមួយមនុស្សដែលនាងកោតសរសើរទោះជាយ៉ាងណាក៏ដោយពេលដែលនាងដើរកាត់ខ្លោងទ្វារព្រះវិហារមុនពេលនាងចាកចេញម៉ារីបានស្រឡំកាំងសាលសក្ការៈត្រូវបានបាក់រលំជញ្ជាំងបានបាក់លើតំបន់ធំៗហើយទាំងខាងក្នុងនិងខាងក្រៅបានបង្ហាញសញ្ញានៃការខូចខាតប្រាសាទទាំងមូលមានសភាពទ្រុឌទ្រោមដោយសារមិនត្រូវបានថែទាំអស់ជាច្រើនឆ្នាំមើលទៅហាក់ដូចជាអាចដួលរលំនៅពេលណាមួយក៏បានក្នុងនាមជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវចំពោះសហគមន៍ម៉ារីបានជួយដល់វត្តទីងវ៉ាយជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរៃអង្គាសថវិកាដើម្បីជួសជុលវត្តក្នុងអំឡុងពេលពីខែកុម្ភៈដល់ខែមីនាឆ្នាំ2015នាងបានបរិច្ចាគសរុបចំនួន$55,000ហុងកុងប្រហែលជា$70,000
លុយនេះត្រូវប្រើប្រាស់សម្រាប់ចំណាយលើការប្រើប្រាស់ប្រចាំថ្ងៃរបស់វត្តសាងសង់ឡើងវិញនៅទីធ្លាខាងក្រោយនិងធ្វើការជួសជុលជាបន្ទាន់ព្រះសង្ឃស្រីម្នាក់នេះគិតថាមេរីគឺដូចជាម្ចាស់ជំនួយដែលមានចិត្តសប្បុរសដោយអ្នកដទៃទៀតដែលផ្ដល់លុយជាអំណោយដូច្នេះនាងទទួលយកដោយរីករាយដោយមិនគិតច្រើនអំពីរឿងនេះបន្ទាប់មកអ្នកទាំងពីរបានជួបគ្នាជាញឹកញាប់ដើម្បីពិភាក្សាអំពីការរៃអង្គាសប្រាក់និងផែនការជួសជុលអំឡុងពេលជួបគ្នាព្រះសង្ឃស្រីនោះតែងតែបញ្យល់អំពីការបង្រៀនរបស់ព្រះពុទ្ធសាសនាដល់មេរីទំនាក់ទំនងរវាងពួកគេបានក្លាយជាស្និទ្ធស្នាលនិងតាក់ទងគ្នាមួយរយៈនៅខែដដែលនោះមេរីបានសម្រេចចិត្តប្រើឥទ្ធិពលរបស់នាងដើម្បីជួយវត្តថែមទៀតនាងបានប្រើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់នាងដើម្បីចាប់ផ្ដើមយុទ្ធនាការរៃអង្គាសប្រាក់សម្រាប់វត្តទីងវាយនាងថែមទាំងជួលគេឲ្យរចនាគេហទំព័រសម្រាប់ផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយគេហទំព័រនេះបានបោះពុម្ពផ្សាយព័ត៌មានពេញលេញដែលណែនាំអំពីរឿងរបស់សង្ឃស្រីក៏ដូចជាស្ថានភាពកាន់តែយ៉ាប់យ៉ឺននៃវត្តទីងវាយមេរីថែមទាំងបានបង្ហាញខ្លួនដោយផ្ទាល់នៅក្នុងវីដេអូអំពាវនាវដោយប្រើសម្លេងផ្ទាល់ខ្លួននិងភាពជឿជាក់ដើម្បីលើកទឹកចិត្តមនុស្សឲ្យចូលរួមចំណែកក្នុងវត្តការផ្សព្វផ្សាយដ៏មានឥទ្ធិពលពីតារាដ៏ល្បីដូចជាម៉ារីព័ត៌មានអំពីយុទ្ធនាការរៃអង្គាសប្រាក់បានរីករាលដាលយ៉ាងឆាប់រហ័សគ្រប់ទីកន្លែងអ្នកធ្វើធម្មយាត្រាជាច្រើនអ្នកមកពីគ្រប់តំបន់បានសុខចិត្តបើកកាបូបរបស់ពួកគេហើយចូលរួមចំណែកនៅពេលដែលពួកគេបានលើដំណឹងនេះលទ្ធផលពិតគួរឲ្យកត់សម្គាល់ក្នុងរយៈពេលដ៏ខ្លីវត្តទីងវាយរៃអង្គាសប្រាក់បានជាង 1.3 លានដុល្លារហុងកុងប្រហែលជា $16,700 ថវិកាដែលបានបរិច្ចាគទាំងអស់ត្រូវបានផ្ទេរដោយផ្ទាល់ទៅគណនីធនាគារផ្លូវការរបស់វត្តដោយសារការចូលរួមចំណែកដ៏ធំរបស់នាងជាមួយនឹងការតែងតាំងជាឯកច្ឆន្ទរបស់មនុស្សគ្រប់គ្នាម៉ារីត្រូវបានតែងតាំងឲ្យធ្វើជាអ្នកគ្រប់គ្រងគម្រោងរៃអង្គាសប្រាក់របស់វត្តទីងវាយដើម្បីបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្វីគ្រប់យ៉ាងដែលម៉ារីបានធ្វើនោះសង្ឃស្រីនោះបានអញ្ជើញម៉ារីឲ្យចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៃវត្តនិងបានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលនៃវត្តទីងវាយជាផ្លូវការទោះជាយ៉ាងណាក៏ដោយនៅពេលដែលម៉ារីចាប់ផ្ដើមទទួលបន្ទុកការងារនិងធ្វើសវនកម្មលើកំណត់ត្រាហិរញ្ញវត្ថុរបស់វត្តនាងបានរកឃើញបញ្ហាធ្ងន់ធ្ងរមួយឯកសារគណនីមានភាពរញ៉េរញ៉ៃមិនមានសណ្ដាប់ធ្នាប់ជាមួយចំណូលនិងចំណាយជាច្រើនដែលត្រូវបានកត់ត្រាក្នុងលក្ខណៈមិនច្បាស់លាស់ម៉ារីមានអារម្មណ៍ថាមានអ្វីមួយមិនត្រឹមត្រូវយោងតាមតួលេខដែលបានកត់ត្រានៅក្នុងសៀវភៅក្នុងឆ្នាំ2010គណនីធនាគាររបស់សង្ឃស្រីនោះមានរហូតដល់ $6.7 លានហុងកុងប្រហែលជា $86,000 ប៉ុន្តែនៅក្នុងរយៈពេលត្រឹមតែ5ឆ្នាំប៉ុណ្ណោះនៅឆ្នាំ2015តួលេខនេះបានធ្លាក់ចុះមកត្រឹម $70,000 ហុងកុងប្រហែលជា $90,000 តើលុយដ៏ច្រើនសន្ធឹកសន្ធាប់បាត់ទៅណានេះជាសំណួរដ៏ធំដែលម៉ារីបដិញ្ញាស្វែងរកចម្លើយដោយបន្តពិនិត្យលើធាតុចំណាយនីមួយៗដោយប្រុងប្រយ័ត្នម៉ារីបានកត់សម្គាល់ឃើញគំរូមិនប្រក្រតីយ៉ាងច្បាស់ចាប់តាំងពីឆ្នាំ2009មកការចំណាយរបស់វត្តបានចាប់ផ្ដើមកើនឡើងយ៉ាងខ្លាំងដែលមិនអាចពន្យល់បានក្នុងឆ្នាំ2009វាមានត្រឹមតែ $90,000 ប៉ុណ្ណោះប៉ុន្តែនៅឆ្នាំ2015តួលេខនេះបានកើនឡើងដល់ $1.3 លានការចំណាយសម្រាប់សកម្មភាពសាសនានិងការរៀបចំព្រឹត្តិការណ៍ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរដោយលោតពី$45,000ដល់ $1.28 លានសរុបជាង6ឆ្នាំមកនេះវត្តនេះបានចំណាយប្រាក់ជាង$13 លានសម្រាប់សកម្មភាពសាសនានិងព្រឹត្តិការណ៍តែម្នាក់ឯងជាពិសេសក្នុងឆ្នាំ2014ការចំណាយលើការកម្សាន្តតែម្នាក់ឯងបានចំណាយអស់$24,000ខណៈដែលថ្លៃដឹកជញ្ជូនក៏ឡើងដល់$18,000ផងដែរអ្វីដែលម៉ារីងឿងឆ្ងល់ជាងនេះទៅទៀតនោះគឺនៅពេលដែលនាងពិនិត្យមើលការចំណាយលើការជួសជុលដែលបានកត់ត្រានៅក្នុងសៀវភៅយោងតាមកំណត់ត្រាពីឆ្នាំ2009ដល់ឆ្នាំ2015ទឹកប្រាក់សរុបដែលបានចំណាយលើការជួសជុលនិងថែទាំវត្តបានឈានដល់$2.7 លានហុងកុងនេះមិនមែនជាចំនួនតិចនោះទេទន្ទឹមនឹងនោះថវិកាបរិច្ចាគដែលក្រុមធម្មយាត្រាបានចូលរួមចំណែកជាពិសេសក្នុងគោលបំណងជួសជុលគឺប្រមាណតែ$1.3 លានតែប៉ុណ្ណោះតាមទ្រឹស្ដីដែលមានការចំណាយច្រើនយ៉ាងសន្ធឹកសន្ធាប់វត្តនេះគួរតែត្រូវបានជួសជុលឡើងវិញយ៉ាងស្រស់ស្អាតតាំងពីយូរយារណាស់មកហើយប៉ុន្តែការពិតនៅចំពោះមុខភ្នែករបស់នាងគឺផ្ទុយស្រឡះទាំងស្រុងវត្តទីងវាយនៅតែស្ថិតនៅក្នុងភាពទ្រុឌទ្រោមស្ទើរតែគ្មានការផ្លាស់ប្ដូរអញ្ចឹងតើលុយ$2.7 លាននោះទៅណាអ្វីដែលគួរឲ្យហួសចិត្តជាងនេះទៅទៀតនោះគឺសង្ឃស្រីនោះបានប្រកាសជាសាធារណៈទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនដងថាប្រាសាទនេះបានកាន់តែទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ
ហើយវត្តនេះគឺក្រីក្រខ្លាំងណាស់មិនអាចបង់ថ្លៃភ្លើងបានម៉ែរីបន្តជីកកាយកាន់តែជ្រៅទៅក្នុងសៀវភៅនោះនាងបានរកឃើញការផ្ទេរប្រាក់ដ៏គួរឲ្យសង្ស័យចំនួន$60,000តាមការកត់ត្រាប្រាក់នេះត្រូវបានបរិច្ចាគទៅវត្តមួយឈ្មោះថាប្រាសាទណាមសាន់ដែលស្ថិតនៅក្នុងស្រុកឆាងអានប្រទេសចិននៅពេលដែលម៉ែរីព្យាយាមស្វែងរកនិងផ្ទៀងផ្ទាត់ព័ត៌មានអំពីវត្តនោះនាងមិនបានរកឃើញដានឬព័ត៌មានពិតណាមួយដែលបញ្ជាក់ពីវានោះទេកំឡុងពេលនោះអ្នកស្ម័គ្រចិត្តជាច្រើនអ្នកបានមកជួបម៉ែរីតាមលំដាប់ដើម្បីដាក់ពាក្យបណ្ដឹងនិងបង្ហាញការមិនពេញចិត្តចំពោះខ្លួនលើកឡើងសំណួរអំពីបញ្ហានៅក្នុងកំណត់ត្រាហិរញ្ញវត្ថុព្រមទាំងការគ្រប់គ្រងដ៏រញ៉េរញ៉ៃរបស់វត្តក្រោមការដឹកនាំរបស់សង្ឃស្រីក្នុងតួនាទីជាអធិការប្រឈមមុខនឹងការសង្ស័យដែលកើនឡើងនេះម៉ែរីមានអារម្មណ៍ខឹងយ៉ាងខ្លាំងនាងបានជួយនិងគាំទ្រសង្ឃស្រីអស់ពីចិត្តដែលជាមនុស្សម្នាក់ដែលនាងធ្លាប់កោតសរសើរនិងជឿជាក់យ៉ាងខ្លាំងជាមួយនឹងកំហឹងដែលកំពុងឆេះក្នុងខ្លួននាងបានដោះស្រាយដោយស្ងៀមស្ងាត់ទោះបីជាមានរឿងអ្វីក៏ដោយនាងនឹងស៊ើបអង្កេតនិងស្វែងរកការពិតនៅពីក្រោយរឿងនេះការស៊ើបអង្កេតកាន់តែស៊ីជម្រៅការពិតដែលលាតត្រដាងកាន់តែធ្វើឲ្យនាងឈឺចាប់កាន់តែខ្លាំងការលាក់នៅពីក្រោយការចំណាយទាំងនោះគឺជាសកម្មភាពកាន់តែអាក្រក់អាចកំបាំងកាន់តែងងឹតនិងអាក្រក់ជាងអ្វីដែលនាងអាចស្រមៃបានកាលពីមុនក្រោមការរៀបចំនិងការជឿទុកចិត្តពីអាចារ្យនៃវត្តប៉ូលីនសង្ឃស្រីនេះត្រូវបានចាត់តាំងឲ្យធ្វើជាអាចារ្យនៃវត្តទីងវ៉ាយដែលជាវត្តក្រោមការគ្រប់គ្រងរបស់វត្តប៉ូលីនប៉ុន្តែនៅពេលដែលប្រឈមមុខនឹងការបន្តការឡើងនៃប្រាក់បរិច្ចាគពីអ្នកធ្វើធម្មយាត្រាទីបំផុតសង្ឃស្រីនេះមិនអាចទប់ទល់ការលបួងបានទេធម្មជាតិពិតរបស់នាងដែលនាងតែងតែខិតខំលាក់បាំងអស់ជាច្រើនឆ្នាំបានចាប់ផ្ដើមលេចចេញជាបណ្ដាសម័យនោះឯងនៅមានភិក្ខុនីសុចរិតខ្លះនៅក្នុងវិហារបានឃើញពីភាពមិនធម្មតានៃអាកប្បកិរិយារបស់សង្ឃស្រីនេះហើយព្យាយាមនិយាយដើម្បីបញ្ឈប់នាងដែលសង្ឃឹមថានឹងអាចទប់ស្កាត់សកម្មភាពខុសមួយចំនួនរបស់នាងប៉ុន្តែសង្ឃស្រីនេះមិនមែនជាមនុស្សដែលងាយស្រួលដោះស្រាយនោះទេជាជាងរងចាំការលាតត្រដាងនាងបានងាកមកចោទប្រកាន់ដូនជីទាំងនោះដោយចោទពួកគេពីបទប្រើប្រាស់ខុសនិងកាប់កេងប្រាក់ឧបត្ថម្ភរបស់វត្តដោយអំណាចនៅក្នុងដៃរបស់នាងបានបណ្ដេញមនុស្សទាំងនោះចេញយ៉ាងលឿនបន្ទាប់ពីលុបបំបាត់អ្នកដែលអាចបង្កឧបសគ្គបានព្រាមនាងបាននាំយកមនុស្សដែលគួរឲ្យទុកចិត្តនិងស្មោះត្រង់ផ្ទាល់ខ្លួនមកបំពេញមុខតំណែងនៅទំនេរចាប់ពីពេលនោះមកនាងបានគ្រប់គ្រងទាំងស្រុងលើវត្តទីងវ៉ាយនាងក្លាយជាមនុស្សដែលមានសិទ្ធិអំណាចលើគ្រប់បញ្ហាតូចធំក្នុងវត្តដែលគ្មាននរណាម្នាក់ហ៊ានរារាំងឬសួរនាំនាងឡើយដើម្បីជៀសវាងការសង្ស័យនិងបន្តទទួលបានទំនុកចិត្តពីអ្នកកាន់តែសាសនាដំបូងរបស់នាងនៅតែមើលទៅសមរម្យនាងបានចំណាយប្រាក់បន្តិចបន្តួចលើការជួសជុលនៅក្នុងវត្តនិងកសាងរូបព្រះពុទ្ធដែលចិត្តស្មោះអស់ពីចិត្តដើម្បីផ្សព្វផ្សាយព្រះធម៌អ្នកដែលគោរពលើសាសនាបានជឿជាក់លើនាងទាំងស្រុងនៅពេលដែលនាងទទួលបានការជឿទុកចិត្តយ៉ាងពេញលេញពីមនុស្សគ្រប់គ្នានាងបានចាប់ផ្ដើមបង្ហាញពីលក្ខណៈពិតរបស់នាងបានចាត់ទុកគណនីធនាគាររបស់វត្តជាកាបូបផ្ទាល់ខ្លួនរបស់នាងដោយចំណាយលើអ្វីដែលនាងចង់បាននាងមានបន្ទប់ឯកជនដ៏ប្រណិតមួយដែលសាងសង់នៅខាងក្នុងបរិវេណវត្តបន្ទប់នេះត្រូវបានតុបតែងដោយឈើប្រណិតមានគុណភាពខ្ពស់ហើយខាងក្នុងមានទូខោអាវធំៗចំនួន9និងតុសម្អាងដ៏អស្ចារ្យមួយនៅលើតុនោះត្រូវបានគេរៀបចំគ្រឿងសម្អាងគ្រប់ប្រភេទដែលនាំចូលពីប្រទេសបារាំងហើយទូខោអាវទាំងនោះត្រូវបានផ្ទុកពេញទៅដោយសម្លៀកបំពាក់ពីម៉ាកប្រណិតល្បីៗលើពិភពលោករួមជាមួយនឹងស្បែកជើងស្បែកខ្មៅថ្លៃៗជាង10គូនិងស្រោមជើងពណ៌ខ្មៅដ៏ច្រើនសន្ធឹកសន្ធាប់នាងក៏មានបន្ទប់ទឹកផ្ទាល់ខ្លួនដែលសាងសង់សម្រាប់ខ្លួននាងផ្ទាល់នៅខាងក្នុងបន្ទប់ទឹកនេះត្រូវបានរៀបចំនៅផលិតផលថែរក្សារាងកាយនិងសម្រស់គ្រប់ប្រភេទពីម៉ាកល្បីៗលំដាប់អន្តរជាតិអ្វីដែលហួសចិត្តសក់ពាក់ខុសៗគ្នាជាច្រើនទាំងម៉ាស៊ីនសម្ងួតសក់ត្រូវបានគេរកឃើញរក្សាទុកយ៉ាងប្រុងប្រយ័ត្ននៅខាងក្នុងនៅពេលដែលម៉ែរីបន្តស៊ើបអង្កេតឲ្យបានហ្មត់ចត់បន្ថែមទៀតអាចកំបាំងនគរឲ្យភ្ញាក់ផ្អើលកាន់តែខ្លាំងឡើងត្រូវបានគេលាតត្រដាងម្ដងមួយនៅថ្ងៃដែលមិនមានកម្មវិធីនៅវត្តនាងនឹងសម្លៀកបំពាក់ទាន់សម័យហើយនាំសិស្សរបស់នាងទៅទិញទំនិញនៅផ្សារទំនើបធំៗហើយញ៉ាំអាហារនៅភោជនីយដ្ឋានធំៗដោយរីករាយជារៀងរាល់ថ្ងៃនៅពេលដែលវត្តយានជំនិះ7កៅអីដ៏ប្រណិតនឹងឡើងមកទាន់ពេលនៅខ្លោងទ្វារប្រាសាទដើម្បីមកទទួលនាងរថយន្តនេះនឹងនាំនាងទៅផ្ទះវិឡាដ៏ប្រណិតមួយនៅក្នុងតំបន់ Beverly Hills នៃស្រុក Taipo វិឡានេះមានតម្លៃរហូតដល់$39.5 លានហុងកុងប្រហែលជា$5 លានអាមេរិកហើយត្រូវបានចុះបញ្ជីក្រុមឈ្មោះសិស្សម្នាក់របស់នាងប៉ុន្តែសិស្សម្នាក់នេះគ្រាន់តែជាដូនជីក្មេងមិនច្បាស់លាស់គ្មានកេរ្តិ៍ឈ្មោះឬឋានៈនៅក្នុងសហគមន៍សាសនាទាល់តែសោះ
ទោះជាយ៉ាងណាក៏ដោយសង្ឃស្រីនេះក៏បានឆ្លងកាត់ព្រំដែនជាច្រើនដងក្នុងទំនាក់ទំនងរបស់នាងជាមួយបុរសជារឿយៗនាងនឹងប្រើលេសក្នុងការផ្ដល់ការណែនាំដើម្បីជួបជាលក្ខណៈឯកជនជាមួយអ្នកកាន់សាសនាមួយចំនួនឬជួបដោយសម្ងាត់ជាមួយបុរសនៅក្នុងវត្តក៏មានអកប្បកិរិយាបែបនេះបណ្ដាលឲ្យមានការនិយាយដើមគួរឲ្យកត់សម្គាល់ប៉ុន្តែដោយសារអំណាចរបស់នាងក្នុងវត្តគ្មាននរណាម្នាក់ហ៊ានប្រឆាំងនឹងនាងដោយចំហឡើយអ្វីដែល Mary តក់ស្លុតខ្លាំងជាងនេះទៅទៀតនោះគឺសង្ឃស្រីនេះមានប្តី2នាក់ស្វាមីបច្ចុប្បន្នរបស់នាងថែមទាំងកាន់តំណែងសំខាន់មួយនៅវត្ត Pauline ទៀតផង Mary ក៏បានរកឃើញការពិតដ៏គួរឲ្យភ្ញាក់ផ្អើលបន្ថែមទៀតអំពីជីវិតឯកជនរបស់សង្ឃស្រីនេះយោងតាមឯកសារចុះបញ្ជីអាពាហ៍ពិពាហ៍ដែលបានរក្សាទុកនៅថ្ងៃទី17ខែសីហាឆ្នាំ2006សង្ឃស្រីនេះបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់នាងជាផ្លូវការជាមួយអ្នកជំនួញវ័យក្មេងដែលមានអាយុ23ឆ្នាំបុរសនេះធ្លាប់បួសជាព្រះសង្ឃនៅចិនដីគោកហើយតាមរយៈអាពាហ៍ពិពាហ៍នាងបានជួយគាត់បានធ្វើអន្តោប្រវេសន៍និងតាំងទីលំនៅក្នុងហុងកុងដោយជោគជ័យយ៉ាងណាមិញអ្នកទាំងពីរក៏ប្តឹងលែងលះគ្នាយ៉ាងឆាប់រហ័សរឿងនេះមិនបានបញ្ចប់នៅទីនោះទេនៅថ្ងៃទី29ខែតុលាឆ្នាំ2012នាងក៏បានចុះឈ្មោះរៀបការជាលើកទី2លើកនេះដៃគូរៀបការរបស់នាងគឺជាគ្រូប្រុសអាយុ38ឆ្នាំមកពីប្រទេសចិនដីគោកបុរសនេះមានប្រវត្តិស្រដៀងគ្នាគាត់ក៏ធ្លាប់បានបួសជាព្រះសង្ឃមួយអង្គហើយបន្ទាប់ពីបានមកហុងកុងគាត់ក៏ត្រូវបានផ្ដល់ឈ្មោះព្រះធម៌ជាផ្លូវការដោយ Pauline ផងដែរមិនត្រឹមតែប៉ុណ្ណោះទេប៉ុន្តែគាត់ក៏ត្រូវបានរៀបចំឲ្យកាន់តំណែងដ៏សំខាន់មួយនៅក្នុងប្រព័ន្ធវត្តនៅពេលចុះឈ្មោះអាពាហ៍ពិពាហ៍អ្នកទាំងពីរបានចុះបញ្ជីអាសយដ្ឋានលំនៅឋានរបស់ពួកគេជាអគារផ្ទះមួយនៅក្នុងស្រុកថៃប៉ូនៅពេលដែល Mary ប្រឈមមុខនឹងសង្ឃស្រីនេះដោយផ្ទាល់អំពីអាពាហ៍ពិពាហ៍ទាំងពីរនេះនាងមិនបានបដិសេធអ្វីទាំងអស់ប៉ុន្តែបានសារភាពដោយស្ងប់ស្ងាត់ថាអាពាហ៍ពិពាហ៍ទាំងពីរគឺคล้ายៗនាងបានពន្យល់ថាគោលបំណងគឺដើម្បីជួយប្រជាជនមកពីប្រទេសចិនដីគោកទទួលបានសិទ្ធិរស់នៅហុងកុងស្របច្បាប់តែប៉ុណ្ណោះ Mary ក៏បានផ្ដល់នូវការថតសម្លេងជាច្រើននៃការសន្ទនាដោយផ្ទាល់រវាងខ្លួននាងនិងនាងជាភស្តុតាងពិតប្រាកដក្នុងការថតសម្លេងមួយនាងបានសួរ Mary ផ្ទាល់ថាតើនាងបានលាតត្រដាងរឿងអាពាហ៍ពិពាហ៍คล้ายៗដល់ព្រះសង្ឃដែលកំពុងប្រតិបត្តិនៅវត្ត Pauline ដែរឬអត់ពេលនោះនាងបាននិយាយយ៉ាងម៉ឺងម៉ាត់ថាកុំរាយការណ៍អាពាហ៍ពិពាហ៍คล้ายៗទៅប៉ូលីសវាងាយស្រួលសម្រាប់អ្នកដទៃនិងងាយស្រួលសម្រាប់ខ្លួនអ្នកនៅក្នុងការសន្ទនាដែលបានកត់ត្រានេះនាងក៏បានសារភាពដោយបើកចំហថាបុរសទាំងពីរនាក់ដែលបានចូលរោងការជាមួយនាងបច្ចុប្បន្នកំពុងកាន់មុខតំណែងនៅក្នុងវត្តឬពាក្យនេះហើយ Mary ខឹងសម្បាជាខ្លាំងហើយប្រកាសភ្លាមៗថានាងនឹងយករឿងនេះទៅប៉ូលីសឲ្យចាត់ការតាមច្បាប់ឬដូច្នេះសង្ឃស្រីនោះក៏សម្លឹងមើល Mary ហើយគំរាមដោយត្រជាក់ថាកុំរុញខ្ញុំទៅឆ្ងាយពេកខ្ញុំមិនមែនជាប្រភេទសាសនាស្លូតបូតទេប្រសិនបើអ្នកហ៊ានប៉ះខ្ញុំស្បត់ថាខ្ញុំនឹងរកអ្នកហើយដោះស្រាយខ្ញុំនឹងសម្លាប់អ្នកទោះជាយ៉ាងណាក៏ដោយ Mary ក៏មិនមែនជាមនុស្សធម្មតាដែលងាយនឹងបំផិតបំភ័យនោះទេ Mary ធ្លាប់ជាមេធាវីដ៏ល្បីល្បាញនាងជួបព្យុះភ្លៀងរាប់មិនអស់ក្នុងអាជីពរបស់នាងការគំរាមកំហែងបែបនេះមិនអាចបំភ័យនាងបានទេដោយមិនបង្ហាញការភ័យខ្លាចឬស្ទាក់ស្ទើរ Mary ក៏បានស្ងប់ចិត្តហើយដើរចេញពីវត្តទីងវាយភ្លាមនាងបានបើកឡានត្រង់ទៅស្ថានីយ៍ប៉ូលីសដែលនៅជិតបំផុតហើយដាក់ភស្តុតាងទាំងអស់ដែលនាងប្រមូលបានក្នុងអំឡុងពេលស៊ើបអង្កេតរបស់នាងបានដាក់របាយការណ៍ជាផ្លូវការអំពីសកម្មភាពខុសច្បាប់របស់សង្ឃស្រីនោះជាមួយគ្នានេះនាងក៏បានដាក់របាយការណ៍មួយទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ហុងកុងទាក់ទងនឹងសង្ឃស្រីដែលសង្ស័យថាមានការរៀបចំអាពាហ៍ពិពាហ៍คล้ายៗដើម្បីជួយអ្នកដទៃឲ្យទទួលបាននូវការស្នាក់នៅដោយខុសច្បាប់ Mary ក៏បានធ្វើសន្និសីទសារព័ត៌មានជាសាធារណៈយ៉ាងសកម្មដោយឈរនៅចំពោះមុខអ្នកសារព័ត៌មាននិងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយជាច្រើននាងបានលាតត្រដាងរាល់ទង្វើដ៏អាក្រក់និងខុសឆ្គងដែលសង្ឃស្រីនោះបានប្រព្រឹត្តក្នុងរយៈពេលជាច្រើនឆ្នាំមកនេះតែទិននឹងទស្សនវិជ្ជាផ្លូវច្បាប់នៃសំណុំរឿងនេះមេធាវីពាក់ព័ន្ធក៏បានលើកយកមកធ្វើការវិភាគនិងចង្អុលបង្ហាញពីបញ្ហាគួរឲ្យកត់សម្គាល់មួយចំនួនផងដែរនៅខែសីហាឆ្នាំ2016 Mary បានសម្រេចចាត់វិធានការកាន់តែខ្លាំងក្នុងនាមជានាយកវត្តទីងវាយបច្ចុប្បន្ននាងបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅតុលាការកំពូលហុងកុងនាងបានប្រួយផ្ដាំដំណើរការនីតិវិធីរដ្ឋបវេនីប្រឆាំងនឹងសង្ឃស្រីនោះរួមជាមួយនឹងអតីតនាយកវត្តពីរផ្សេងទៀតបុគ្គលទាំងពីរនាក់នេះពីមុនធ្លាប់បម្រើការជាមួយគ្នាជានាយកនៅគណៈកម្មាធិការវត្តទីងវាយជាមួយនឹងម្នាក់កាន់តំណែងជាគណនេយ្យករទទួលបន្ទុកហិរញ្ញវត្ថុរបស់វត្តផងដែរពួក
គេត្រូវបានគេដាក់បញ្ចូលក្នុងពាក្យបណ្ដឹងព្រោះក្នុងអំឡុងពេលកាន់តំណែងពួកគេត្រូវបានគេសង្ស័យថាបានខົບខិតជាមួយសង្ឃស្រីដើម្បីកេងបន្លំថវិកាបរិច្ចាគរបស់វត្តយោងតាមឯកសារដែលបានដាក់បណ្ដឹងទៅតុលាការអ្នកទាំង3ត្រូវបានចោទប្រកាន់ពីបទខកខានមិនបានបំពេញកាតព្វកិច្ចនិងតួនាទីជានាយកដោយបង្ហាញសញ្ញានៃការគ្រប់គ្រងមិនត្រឹមត្រូវនិងមិនមានតម្លាភាពជាហេតុធ្វើឲ្យប្រាក់ជិត$10 លានហុងកុងប្រមាណជា$1.3 លានអាមេរិកក្នុងការបរិច្ចាគបាត់បង់ដោយគ្មានដានបណ្ដឹងរដ្ឋបវេនីនេះទាមទារឲ្យជនជាប់ចោទទាំង3ពន្យល់យ៉ាងច្បាស់អំពីលំហូរហិរញ្ញវត្ថុនៃប្រាក់នោះនៅឆ្នាំ2017សង្ឃស្រីត្រូវបានកាត់ទោសជាផ្លូវការដោយចោទប្រកាន់ធ្ងន់ធ្ងរជាបន្តបន្ទាប់រួមទាំងការកេងបន្លំជំនួយដល់ការស្នាក់នៅខុសច្បាប់និងការរំលោភបំពានផ្សេងៗជាច្រើនទៀតក្រោមការត្រួតពិនិត្យនិងការពាររបស់ប៉ូលីសនាងត្រូវបានគេនាំត្រឡប់ទៅផ្ទះវីឡាប្រណិតនៅ Beverly Hills ដើម្បីប្រមូលរបស់របរផ្ទាល់ខ្លួនហើយអ្វីដែលនាងត្រូវបានអនុញ្ញាតឲ្យយកគឺសម្លៀកបំពាក់មួយចំនួនទ្រព្យសម្បត្តិនិងរបស់របរដែលនៅសេសសល់ទាំងអស់នៅក្នុងវីឡាត្រូវបានកំណត់ថាជារបស់វត្តទៀងវាយហើយត្រូវបានរឹបអូសទីបំផុតបន្ទាប់ពីពិនិត្យលើភស្តុតាងនិងកលតិស័កទាំងអស់នៃសំណុំរឿងតុលាការបានកាត់ទោសសង្ឃស្រីឲ្យជាប់ពន្ធនាគារ15ឆ្នាំពីបទជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាច្រើនតុលាការបានបញ្ជាក់ថានាងបានធ្វើសកម្មភាពសាសនាខុសច្បាប់ប្រព្រឹត្តការឆបោកនិងកេងយកទ្រព្យសម្បត្តិរួមនឹងបទល្មើសអន្តោប្រវេសន៍ជាច្រើនករណីនិងបានចាត់ចែងសំណុំរឿងយ៉ាងតឹងរ៉ឹងទៅតាមច្បាប់ចា៎ហើយនេះគឺជាករណីសម្រាប់ថ្ងៃនេះតើបងប្អូនគិតដូចម្តេចដែរអំពីករណីនេះសូមជួយបញ្ចេញមតិយោបល់របស់បងប្អូនខាងក្រោមវីដេអូនេះម្នាក់មួយផងហើយសូមកុំភ្លេចចុច like comment share subscribe ដើម្បីបានវីដេអូថ្មីៗបន្ថែមទៀតសូមអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយចេតនាក្តីឬអចេតនាក្តីអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់សង្ឃឹមថាជួបគ្នានៅវគ្គបន្ទាប់សូមអរគុណសូមជម្រាបលា